ទូលអ្នកគ្រូបងប្អូនសួរគ្នាក្នុងព្រះអង្គម្ចាស់សប្បាយចិត្តទេថ្ងៃនេះយើងដឹងថាប្រទេសកម្ពុជាយើងកំពុងតែមានការសោកសៅបន្តិចបន្តួចមែនប៉ុន្តែយើងត្រូវតែរំលឹកអបអរសាទរថ្ងៃកំណើតរបស់ព្រះយេស៊ូវជាព្រះនៃយើងទាំងអស់គ្នាយើងចាប់ផ្ដើមថ្វាយបង្គំព្រះអង្គជាមួយគ្នាតែមុននឹងថ្វាយបង្គំព្រះអង្គចូលយើងអធិដ្ឋានតាមលំនាំដែលព្រះយេស៊ូវបានបង្រៀនពួកសិស្សជាមួយគ្នា1 2 3អោព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចជានៅខាងសួគ៌ដែរសូមប្រទានអាហារយើងខ្ញុំត្រូវការនៅថ្ងៃនេះសូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរសូមកំណត់យើងខ្ញុំធ្លាក់ទៅក្នុងសេចក្តីយល់ហើយតែសូមប្រោសយើងខ្ញុំមករួចពីសេចក្តីអាក្រក់វិញព្រោះរាជជាស្ដារនិងសេរីល្អជារបស់ផងទ្រង់ដើម្បីអរគុណជានិច្ចអាមែនគឺយើងប្រកាសពីព្រះយេស៊ូវបានដល់ជាមួយគ្នាព្រះយេស៊ូវព្រះយេស៊ូវព្រះយេស៊ូវហាឡេលូយ៉ា Time